មីយ៉ាន់ម៉ាកាត់បន្ថយទោសរបស់លោកស្រីអ៊ុងសានសូជី1/6នៃទោសជាប់ពន្ធនាគារសរុប27ឆ្នាំ V-Active មោទកភាពភេសជ្ជៈកីឡាដំបូងគេរបស់ប្រទេសកម្ពុជាបំពេញនិងរក្សាជាតិទឹកបានល្អហើយឆាប់រហ័ស មេធាវីរបស់លោកស្រីអ៊ុងសានសូជីបានប្រាប់ Reuters កាលពីថ្ងៃសុក្រថាប្រទេសមីយ៉ាន់ម៉ាបានកាត់បន្ថយទោសអតីតមេដឹកនាំដែលជាប់ពន្ធនាគារគឺលោកស្រីអ៊ុងសានសូជីដែលជាផ្នែកមួយនៃការលើកលែងទោសដោយប្រធានាធិបតីថ្មីដែលបានផ្ដួលរលំរដ្ឋាភិបាលរបស់លោកស្រីនៅក្នុងរដ្ឋប្រហារកាលពី5ឆ្នាំមុនយោងតាមសារព័ត៌មាន Queer Time ចេញផ្សាយកាលពីថ្ងៃទី17ខែមេសាឆ្នាំ2026ថាលោកស្រីហ្វូជីអាយុ80ឆ្នាំកំពុងជាប់ពន្ធនាគាររយៈពេល27ឆ្នាំចំពោះបទល្មើសជាច្រើនដែលសម្ព័ន្ធមិត្តរបស់លោកស្រីបាននិយាយថាមានការលើកទឹកចិត្តខាងនយោបាយដើម្បីរក្សាលោកស្រីឲ្យនៅដាច់ដោយឡែកពីការញុះញង់អំពើពុករលួយរហូតដល់មានការក្លែងបន្លំការបោះឆ្នោតនិងការរំលោភច្បាប់សម្ងាត់រដ្ឋមេធាវីរូបនេះបាននិយាយថាការកាត់ទោសនេះត្រូវបានកាត់បន្ថយ1/6ប៉ុន្តែគេនៅមិនទាន់ច្បាស់ថាតើអ្នកឈ្នះរង្វាន់ Nobel សន្តិភាពរូបនេះនឹងត្រូវបានអនុញ្ញាតឲ្យទោសដែលនៅសល់ក្រោមការឃុំខ្លួនក្នុងផ្ទះឬអត់